សូមអធិប្បាយជំរាបពីរឿងនៃក្នុងពុទ្ធសាសនាជំរាបអំពីរឿងសរី3ប្រការនេះព្រះអង្គឲ្យយើងជំរះនៅកាយកម្ម3វិច័យកម្ម4មនោកម្ម3បាទទី1មនុស្សទាំងឡាយយកមុខខៈនឹងប្រែមកថាមាត់ថាច្រមុះនឹងលោកឲ្យឈ្មោះមុខបាទមុខនឹងយកសម្ដីជាធំបាទព្រលឹមឡើងលោកឲ្យពោលតែសម្ដីល្អបាទសម្ដីណាមានប្រយោជន៍ជាវៀងនៅសម្ដី4យ៉ាងដែលព្រះសម្មាសម្ពុទ្ធមិនចូលចិត្តទេមិនរាប់អានទេគឺបរោសវាចាមុសាវាទសម្ភបលាបបិសនាក៏ពាក្យចាក់ដោតពាក្យរយរាយពាក្យឥតប្រយោជន៍ពាក្យនិយាយមិនពិតនឹងគឺថាសម្ដីនឹងឲ្យមកចត់ជៀសវាងអា4ហ្នឹងទី2មโนនឹងថ្ងៃត្រង់ហ្នឹងគឺរៀបចំចិត្តមโนបពាំងកមាធម្មមាមโนសេដ្ឋាមโนមយាចិត្តជាធំបាទសម្អាតនៅចិត្តមានអភិជ្ជាព្យាបាទៈមិច្ឆាទិដ្ឋិអភិជ្ជាសម្លឹងរំបីនឹងហើយទ្រព្យសម្បត្តិអ្នករតីនឹងហើយព្យាបាទៈនឹងគុំគួនគុំទុំគុំគួនរកតនុកធ្វើមិនឲ្យគេវិនាឯមិច្ឆាទិដ្ឋិយល់ខុសបាទយល់ខុសថាបនបាបគ្មានប្រយោជន៍បាទនេះទី2ទី3កាយកម្ម3នឹងបានដល់ជើងដៃអវយវៈទាំងឡាយនេះបាទលោកឲ្យឈ្មោះថាកាយកម្ម3មានមិនលួចទ្រព្យអ្នកដតីមួយមិនសម្លាប់សត្វមិនសម្លាប់មនុស្សបាទ2នឹងព្រមទាំងមិនចាប់នៅប្រពន្ធកូនអ្នកដតីហ្នឹងបាទប្រពន្ធគេកូនគេឲ្យគេសុខឲ្យគេសុបាយទៅបាទទ្រព្យសម្បត្តិរបស់គេកុំបៀតបៀនរបស់គេជីវិតសត្វជីវិតមនុស្សគេចង់រស់ដូចយើងប៉ុន្តែកើតហេតុភេទចូលឆ្នាំនេះកើតរឿងមកការបដូចផងការមែនបាទពិតប្រកបសច្ចធម៌ផង